Lại dương hạt bọtឧត្តមមានជ័យអញ្ចឹងមុននឹងហាត់ខ្ញុំលេងមកដើរមកស្ដាប់ដើម្បីបងងាយចាំ melody ឬក៏គេហៅថាសាច់បទណាអញ្ចឹងគឺយើងអត់លេងតាមភ្លេងទេយើងលេងតាមសាច់បទចម្រៀងដែលគេច្រៀងបន្ទាប់មកខ្ញុំនឹងថតជាវីដេអូយឺតជូនតោះបាទឥឡូវយើងបន្ទាប់ពីចប់សាច់បទចាប់ផ្ដើមចាប់មេរៀនតាមខ្ញុំយឺតមកខ្ញុំអត់សម្រាយទេបងប្អូនខ្ញុំឲ្យចាប់តាមដៃរបស់ខ្ញុំហ្មងអញ្ចឹងយើងព្យាយាមស្ដាប់សំឡេងតូចសំឡេងធំឲ្យបានកន្លែងណាតូចកន្លែងណាមានន័យថាកន្លែងណាខ្ពស់កន្លែងណាទាបហើយមើលតាមម្រាមដៃផងណាបាទ បាទឃ្លាទី2ដូចគ្នា
បាទចាប់កន្លែងហ្នឹងហើយយើងចូលវគ្គចុងក្រោយហ្នឹងដូចវគ្គទី1ទី2អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងណាបងប្អូនតើនេះហើយលេងកុំភ្លេចរលាស់ដៃផងដើម្បីឲ្យដៃយើងវាសន្ទុះហើយវាថ្នឹកជាងមុនយើងរលាស់ទៅបានព្រោះយើងរលាស់ទៅអត់តាក់ណាបាទហើយខ្ញុំកាត់វីដេអូនេះតិចសិនដល់វីដេអូមេរៀនយឺតអញ្ចឹងបទឧត្តមមានជ័យនេះយើងលេងនៅលើខ្លុយផ្លែ4ចំពោះខ្ញុំហៅខ្លុយតង់ឡាម៉ាហ្សឺណាអញ្ចឹងអត់ពិបាកលេងទេបងប្អូនយើងចេះតែ clear ទី1មក clear ទី2លេងដូចគ្នាបន្ទាប់មកយើងហាត់ line refrain ហ្មងបើសិនជាយើងអត់ស្ទាត់យើងហាត់មក clear ឲ្យចប់ហើយចាំយើងហាត់ clear បន្តហើយចាំយើងបូកចូលគ្នាឧទាហរណ៍ចេះហាត់បានប៉ុណ្ណឹងបងប្អូនព្យាយាមហាត់តែប៉ុណ្ណឹងមួយអាទិត្យពីអាទិត្យទៅតាមការដែលយើងចេះលឿនឬក៏ចេះយូរអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងចេះហ្នឹងស្ទាត់ចាំយើងបន្តទៅវគ្គថ្មីមួយទៀតឥឡូវយើងឧទាហរណ៍យើងថតកន្លែងហ្នឹងមើលយើងចាប់កន្លែងហ្នឹងវិញស្ទាត់ហើយហ្នឹងណាយើងហាត់មួយអញ្ចឹងទៅពេលដែលយើងស្ទាត់យើងហាត់យកលឿនហ្មងកុំភ្លេចអសោះវិធីសាស្ត្ររលាស់ដៃដែលខ្ញុំធ្លាប់បង្រៀនបងប្អូនណាហើយកន្លែងនេះរៀនលួចឃើញទេធ្វើមិនរៀនលួចអីតណាមើលសារចុះសារឡើងកន្លែងដៃខ្ញុំអត់សម្រាយបន្តទៀតទេយើងហាត់មក clear អញ្ចឹងទៅហើយយើងទៅទៀតនេះស្ទាត់ឡើងហ្នឹងយើងទៅមុខទៀតប៉ុន្តែហាត់មក clear យើងហាត់រយៈពេល1ថ្ងៃ2ថ្ងៃឲ្យស្ទាត់ទៅហើយចាំយើងតមក clear ហ្នឹងទៀតអញ្ចឹងណាហើយឧត្តមមានជ័យវិញក្រុងក្រៃសីមាហ្នឹងណាយើងចូល clear ទី2បន្ទាប់មកខ្ញុំអត់លេង clear ទី2ទេដោយសារយើងហាត់តែ clear ទី1នេះដូចគ្នាហើយឥឡូវយើងចូលវគ្គ refrain ខ្ញុំសូមកាត់វីដេអូបន្តិចយើងចូលដល់វគ្គ refrain យើងខ្ទប់ឲ្យអស់ក្នុងម្រាមនេះហើយយើងយកសំឡេងតូចហើយកុំភ្លេចទេបងប្អូនណាអុកក្នុងទ្រូងយើងនេះដោយសិតនិយាយរួមទៅគឺសឹងតែមេរៀនដែលខ្ញុំធ្លាប់រៀនហើយអស់ហើយអញ្ចឹងបងប្អូនហាត់បូកចូលគ្នាទាំងអស់ឃើញទេអញ្ចឹងយើងអុកវាទៅដើម្បីឲ្យប្រុសជាងមុនយើងកំហុកដង្ហើមយើងគឺអញ្ចឹងណា
ยืดเอาจังปัดไหลนั่งยืนตะแหลกได้เรือนไหลนะยำจังไปเฉียนจังบ้านแต่แล้วยืนจับประดามยืดបាទ clear refrain យើងចប់អញ្ចឹងយើងចូលឧត្តមមានជ័យដដែលវគ្គ3បាទអញ្ចឹងក្នុង clear នីមួយបងប្អូនលេងពី clear ទី1 clear ទី2បន្ទាប់មក refrain កណ្ដាលកន្លែងយើងស្រែកណាកន្លែងស air បន្ទាប់មកយើងចូល clear ទី3ដូច clear ទី1 clear ទី2អញ្ចឹងក្នុងការហាត់បទចម្រៀងមួយបទគឺអត់ពិបាកទេឲ្យតែយើងចាំ melody ក្បាលទី1ក្បាលទី2លេងដូចគ្នាក្បាលទី3កន្លែង refrain កន្លែង air បាទសំទោសហើយនឹងវគ្គបញ្ចប់យើងយក clear ទី1ទី2បងមានន័យថាយើងលេងដូច clear ទី1ហើយនឹង clear ទី2នឹងដែរបាទអញ្ចឹងក្នុងការដែលយើងលេងជាសាច់បទអត់ពិបាកច្រើននេះតែបើយើងលេងជា play មកអាហ្នឹងទៅរៀងយ៉ាប់បន្តិចណាអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាតន់ណាបាទអរគុណច្រើនបងប្អូន